យ៉ាងម៉េចរួចរាល់ហើយនៅកូនចាំម៉ាក់ចាម៉ាក់មានដឹងដែរទេនឹងក្មេងសារ៉ានោះវាទម្លាក់ទុរេនលើជើងក្មួយគីងកែវស្លាប់ហើយអញ្ចឹងតាបានជាម៉ាក់ឃើញជើងរុំកណាត់តែមិនទាន់បានសួរចរិតគេមិនខុសពីក្មេងបាសាទេម៉ាក់ពិបាកចិត្តណាស់មិនដឹងថាគ្រួសារយើងទៅជាយ៉ាងណាទេបើយកគ្រាប់ពូជអាក្រក់មកបណ្ដោះនៅក្នុងផ្ទះនោះពេលនេះមានធូរីនជាចម្បងទុំល្អល្មមញ៉ាំតែម្ដងលោកប្រុសក្លិនហើយការដែលផលិតចេញមកឆ្នាំនេះយ៉ាងម៉េចដែរអូយគឺល្អណាស់លោកប្រុសបាននាំចេញទៅក្រៅប្រទេសពេញនិយមមិនធម្មតាទេទៀតបញ្ជាក់ថាចំណុចនេះចំណេញច្រើនណាស់ត្រូវតែដាំបន្ថែមដើម្បីនាំចេញដើម្បីឲ្យជាតិតម្រូវការរបស់អ្នកញ៉ាំចុកមែនដែរទេគឺធ្វើតាមពាក្យលោកប្រុសណែនាំនេះបាទប៉ុន្តែស្អីបើគឺអ្នកចំនួនធំម្នាក់គេប្រមូលទិញដីក្បែរនោះយកទៅសាងសង់រីសតនិងខុនដូហើយចុះសំអូគិតយ៉ាងម៉េចគឺអ្នកចំនួននោះគេប្រមូលទិញដីនៅខាងក្រោយអស់ទៅហើយមានតែដីខ្ញុំទេនៅបាំងពីមុខគេបញ្ជាក់ថាគេចង់បានដីនោះហើយអញ្ចឹងហើយបាទនេះមានន័យថាដីនោះប្រកាសជាមានតម្លៃខ្ពស់ប្រកាសណាស់បើអញ្ចឹងទុកសិនទៅបាទលោកប្រុសខ្ញុំមកយកផ្លែឈើតាមបញ្ជារបស់លោកប្រុសអញ្ចឹងទៅយកទៅសុំអូជួយលើកទៅណាជួយគ្នាតិចទៅបាទជួយគ្នាទៅណាទៅដើរតិចបាទធីនបាទមានការអីចៅខ្ញុំចង់មកសួរលោកតាថាតាពិសាបាយហើយនៅគិតថាប្រុងទៅញ៉ាំដែរប៉ុន្តែតើគេអនុញ្ញាតដែរទេតាចង់ញ៉ាំបាយជុំចៅសារ៉ាឮនាងឡែមនេះប្រាប់ថាចៅសារ៉ាមកញ៉ាំបាយនៅផ្ទះយើងណាបាទហើយអ្វីទៅដែលធ្វើឲ្យលោកតាគិតដល់គេសារ៉ាគេចង់ញ៉ាំបាយជាមួយលោកតាតាមើលក្មេងនេះមិនខុសទេចៅសារ៉ានេះគេព្យាយាមធ្វើជាម្ចាស់ការលើខ្លួនឯងអ្នកខ្លះគេគិតថាវាហួសព្រំប្រទល់រហូតដល់អ្នកខ្លះគិតថាវាជ្រុលពេកវ៉ាធីនកុំថាតានិយាយច្រើនអីណានាងគីងកែវនេះគឺវាល្អមែនប៉ុន្តែគេល្អខ្លួនប្រាណទើបវាមិនដូចធម្មជាតិคนอย่างฉันไม่รู้จักเรื่องความรักว่าเธอที่รักช่วยมาตอบหน่อยได้ไหมแค่เธอบอกទីនេះទម្លាប់លេងតន្ត្រីមុនពេលញ៉ាំអាហារពេលល្ងាចហើយក្មួយគីងជួយធ្វើអាហារព្រះរាជវាំងមកផ្ញើពួកយើងទៀតទំនេរលេងតន្ត្រីជាមួយកូនរុងនិងក្មួយគីងកែវទៅក្មួយកេតមិនដឹងថាក្មួយកេតចេះលេងភ្លេងបុរាណដែរទេលេងបែបណាទៅលេងបែបដូចជាអូនរុងនិងអ្នកនាងគីងកែវឬក៏ឡើងច្រៀងរាំដូចជាកម្មវិធីនៅក្នុងសង្គមជាន់ខ្ពស់ទៅគុណគីលោកយាយចង់និយាយថាលេងភ្លេងបុរាណឬឧបករណ៍បុរាណទេណាកូនដូចជាលេងវាយខឹមបៃរនាតកូត្រអូកូត្រតែខ្ញុំធ្លាប់ឮគេថាគេក៏ត្រឲ្យគោស្ដាប់អូគឺវាបែបនេះទេតែសារ៉ាមិនលេងទេព្រោះថាសារ៉ាមិនចង់ឲ្យគោមកស្ដាប់សារ៉ាលេងទេជំរាបសួរ
ស្លាប់ហើយរងឆាប់យកធរេនចេញទៅយកទៅ អូហូមានធូរ៉េនដែរណែពួកខ្ញុំចូលចិត្តញ៉ាំគ្រប់គ្នាគឺក្មួយគីងកែទៅត្រូវធូរ៉េនទម្លាក់ចំជើងអ៊ុយស្លាប់ហើយនេះទុកថាជាសំណាងហើយដែលគេមិនគប់កណ្ដាលមុខនោះអេសង្ស័យថាថ្ងៃក្រោយទៅគឺត្រូវតែប្រយ័ត្នខ្លួនបន្តិចហើយប៉ុន្តែខ្ញុំយល់ថាអ្នកទាំងអស់គ្នាពិសាអាហារទៅល្អជាងទៅសូមអញ្ជើញអូនសារ៉ាខ្ញុំឮលោកប្រុសរអ៊ូថាចង់ពិសាបាយជាមួយនឹងអូនសារ៉ាដល់ហើយអូដល់ក្តីរីករាយចាបើអញ្ចឹងសារ៉ាសូមអនុញ្ញាតឲ្យណាតុនធីននាំប្អូនទៅញ៉ាំបាយជាមួយលោកតាទៅបាទបានសម្រេចតែមួយយប់នេះទេបន្ទាប់ពីនោះនាងកុំសង្ឃឹមថាបានស្គាល់ពាក្យថាជោគជ័យឲ្យសោះបាច់នេះគិតទាន់ដែរទេនាងគួរតែដាក់ពាក្យធ្វើការនៅក្រសួងផែនការទៅត្រូវផ្លាច់ស្រង់ជាតិទេខ្ញុំមិនកំ pl ាញ់ទេអញ្ចឹងដើម្បីលុយអុយនាងសប្បាយចិត្តណាស់ទៅដែលបានចំអកឲ្យគេបាននេះខ្ញុំដឹងថាពួកនាងជាអ្នកមានតែមិនបាច់មកបញ្ចេញរឹកពាក្យឲ្យចូលពេកអញ្ចឹងនោះទេអើយស្លាប់ហើយអើយសារ៉ាគ្មានចេតនាទេ please ឬក៏ឲ្យសារ៉ាលឹបជង្គង់សូមឲ្យអភ័យទៅឲ្យអ្នកនេះអង្គវ៉ាធីនកំពុងតែនាំគ្នារំក្រំពលិប្រចាំមែនទេបងវ៉ាធីនអើប្រហែលជាអញ្ចឹងហើយចានាងធ្វើស្អីអូនរងមានកែជាមួយបងហើយអូលោកយាយឲ្យមកប្រាប់ថាគាត់អញ្ជើញបងកេតនឹងគ្រូសាមកគឺមកពិសាបាយនឹងលោកយាយមិនមែនលោកតាទេអ្នកណាចង់ទៅជួបលោកតាអាចទៅជួបបន្ទាប់ពីទទួលទានអាហារល្ងាចហើយបាទក្រោកមិនរួចទេជួយបន្តិចមកណាអើយសម្រាប់ថាពីពេលនេះទៅខាងអភិបូរណានឹងអញ្ជើញចៅកេតមកទីនេះមួយអាទិត្យ3 ដងផងទេ3 ដងដើម្បីស្វែងយល់ពីសុជីវធម៌ជាសុជីវធម៌ប្រភេទណាទៅប្រភេទខំពីក្រោយខ្នងឬក៏ខំទល់មុខគ្នាបើសិនជាដូច្នេះខាងយើងមិនទម្លាប់រៀនសុជីវធម៌បែបនេះទេតែគ្រួសារយើងក៏មិនបង្រៀនសុជីវធម៌មាត់បាចស្រែកលូឡានិស័យរស់រវើកដូចជាក្តាមនៅក្នុងចង្អេរដែរ